đại chỉ cô đauในការប្រតិបត្តិនៅក្នុងសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋាននេះឲ្យបានក្រិតក្រមនៅក្នុងកិច្ចប្រតិបត្តិនៅក្នុងសមាធិប្រកម្មដ្ឋានដែលជាផ្លូវមួយដ៏ពិសេសសម្រាប់យើងទាំងអស់គ្នាជាពុទ្ធបរិស័ទណាកុំឲ្យកិច្ចប្រតិបត្តិរបស់ដែលយើងម្នាក់ៗនេះពងវែងផ្លូវប្រតិបត្តិមិនត្រូវទៅតាមគោលធម៌នៃកិច្ចប្រតិបត្តិនៅក្នុងសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានដែលផ្លូវនេះជាផ្លូវមួយដ៏ពិសេសជាផ្លូវមួយដ៏ពិសេសវិសាលសម្រាប់កិច្ចប្រតិបត្តិរបស់យើងម្នាក់ហើយតែអញ្ចឹងយើងម្នាក់នេះគឺត្រូវសម្របសម្រួលត្រូវសម្រែសម្រង់នៅក្នុងផ្លូវនៃការប្រតិបត្តិនេះឲ្យជាកិច្ចប្រតិបត្តិមួយដែលត្រឹមត្រូវហើយនឹងត្រង់មិនមែនជាកិច្ចប្រតិបត្តិទៅដើម្បីប្រព្រឹត្តទៅក្នុងបដិបទាដែលទុកលំបាកទេឲ្យឃើញពីគុណតម្លៃនៃកិច្ចប្រតិបត្តិគាត់ថាជាទូទៅការប្រតិបត្តិនេះយើងនៅតែមិនទាន់បានស៊ីជម្រៅនៅក្នុងកិច្ចប្រតិបត្តិថាយ៉ាងណាតែឲ្យឈ្មោះថាជាកិច្ចប្រតិបត្តិកិច្ចប្រតិបត្តិនេះគឺស៊ីជម្រៅក្រៃលែងទៅក្នុងការអនុវត្តទៅលើទ្វារវិធ័យប្រព្រឹត្តទៅក្នុងជីវិតរបស់យើងដែលមានចិត្តនឹងជាប្រធានដែលមានចិត្តនឹងជាប្រធានហើយគោលដៅនៃកិច្ចប្រតិបត្តិនេះគឺជាផ្លូវមួយដែលបិទបាំងជាផ្លូវមួយដែលទៅបិទនៅអកុសលធម៌ឲ្យកិច្ចដែលប្រព្រឹត្តទៅក្នុងជីវិតនេះប្រកបដោយកុសលធម៌តែម្យ៉ាងប្រការដែលសង្រួមប្រការដែលប្រយ័ត្នប្រការដែលប្រុងប្រៀបចិត្តប្រការដែលតាមសង្កេតពិនិត្យរលឹកដឹងនៅក្នុងទ្វារវិធ័យសង្កេតពិនិត្យនៅក្នុងទ្វារវិធ័យជាគោលដៅដ៏ចម្បងនៃកិច្ចប្រតិបត្តិអញ្ចឹងយើងឲ្យដឹងថាជាគោលដៅធំចម្បងនៃកិច្ចប្រតិបត្តិកិច្ចប្រតិបត្តិនេះមិនមែនជាការសូត្ររៀនមិនមែនគ្រាន់តែជាការសូត្ររៀនចាំមាត់ទន្ទិញចាំទេកិច្ចប្រតិបត្តិនេះជាកិច្ចមួយដែលសូត្ររៀនចងចាំនៅក្នុងសេចក្តីពិតប្រកបហើយថែមទាំងទៅដឹងអំពីលក្ខណៈសភាវលក្ខណៈនៃអ្វីដែលយើងបានចងចាំអ្វីដែលយើងបានចងចាំអ្វីដែលយើងបានសិក្សាអ្វីដែលយើងបានឡងកាត់អ្វីដែលយើងបានទន្ទិញចាំស្ទាត់ទៅតាមសភាវៈពិតទៅតាមសេចក្តីពិតនៃព្រះធម៌ហើយទៅដឹងអំពីសភាវៈលក្ខណៈរបស់អ្វីដែលយើងបានទន្ទិញចាំស្ទាត់នោះជាគោលដៅក្រិតក្រមនៅក្នុងកិច្ចប្រតិបត្តិគឺប្រព្រឹត្តទៅក្នុងទ្វារវិធ័យនេះទាំងស្រុងសម្រាប់កិច្ចប្រតិបត្តិនេះមិនមែនយើងគ្រាន់តែសិក្សារៀនសូត្រហើយយើងថាជាកិច្ចប្រតិបត្តិដែរថាមិនមែនទេន័យថាកិច្ចប្រតិបត្តិនេះស៊ីជម្រៅជ្រៅជាងការសិក្សារៀនសូត្រទន្ទិញចាំមាត់នឹងទៅទៀតជាធម៌ដ៏ក្រៃលែងដើម្បីអីថាដើម្បីអប់រំនៅក្នុងចិត្តនឹងឲ្យជាចិត្តដែលប្រព្រឹត្តទៅត្រង់មិនវេកវេទេឥឡូវគោលធម៌ដែលខ្ញុំប្រកាសអាត្មាភាពបាន
là lực máu cứ đo là khăn tệ có đây một thằng khăn tây đây chia hiệu thọ đây chỉ ông thọ muối để aiធ្វើឲ្យចិត្តរបស់អ្នកយកគីវិចរគ្រប់រូបញាតិញោមពុទ្ធបរិស័ទប្រុសស្រីដែលគ្រប់រូបហ្នឹងបានសភាពនៃចិត្តហ្នឹងបង្អោនចុះទៅរកចិត្តស្ងប់ណាអប់រំនៅក្នុងផ្លូវល្អនៅក្នុងខន្តិណាទី7នឹងបន្តទៅក្នុងសច្ចៈតទៅក្នុងសច្ចៈពាក្យសច្ចៈណាពាក្យសច្ចៈដែលជាធម៌ទី7ណាប៉ុន្តែមុននឹងបន្តណាទៅធម៌ទី7នេះណាញាតិញោមពុទ្ធបរិស័ទបានពិចារណានៅក្នុងណាខន្តិណាបារមីនេះណាបន្តិចដើម្បីឲ្យយើងកាន់តែឃើញច្បាស់ឲ្យយើងកាន់តែឃើញច្បាស់អំពីផលប្រយោជន៍នៃខន្តិធម៌ហ្នឹងណាឃើញច្បាស់អំពីខន្តិធម៌ដែលជាធម៌មួយដ៏ជ្រាលជ្រៅដែលមានគុណតម្លៃណាឲ្យយើងទាំងអស់គ្នានេះបានផលនៅក្នុងលើប្រតិបត្តិដ៏ពិសេសគឺសុគតិភពណាគឺសុគតិភពដែលជាភពប្រកបទៅដោយសេចក្តីសុខសេចក្តីចម្រើនដែលបរិបូរទៅដោយខន្តីហ្នឹងគឺវាមានសុគតិភពហ្នឹងជាផលដែលជំរុញទៅកាន់សុគតិភពណាទៅកាន់សុគតិភពដ៏ប្រសើរបវរដោយអំណាចនៃខន្តិធម៌នេះឯងអំណាចនៃខន្តិធម៌ដូចជាណាព្រះពោធិសត្វណាច័ន្ទតកុមារដែលនៅក្នុងរឿងហ្នឹងដែលញាតិញោមធ្លាប់ឃើញនៅតាមព្រះវិហារតាមសាលាឆាន់ហ្នឹងគេគូររូបណាព្រះច័ន្ទតកុមារព្រះពោធិសត្វហើយចាប់កំណើតជាច័ន្ទតកុមារដែលជាណាព្រះរាជបុត្រព្រះបាទឯករាជ្យនៅក្នុងក្រុងព្រះរាណសីរឿងច័ន្ទតកុមារហ្នឹងដែលព្រះពោធិសត្វអង្គនេះទ្រង់បំពេញនៅក្នុងខន្តិបារមីបំពេញនៅក្នុងខន្តិបារមីណាព្រះបាទណាវសវតីណាទ្រង់តាំងតំណែងព្រះរាជកុមារហ្នឹងណាច័ន្ទកុមារហ្នឹងឲ្យជាណាឧបរាជតែងតាំងតំណែងឲ្យច័ន្ទកុមារហ្នឹងជាណាឧបរាជណាតែងតាំងណាខណ្ឌហាលព្រាមហ្នឹងជាប្រហិតណាជាប្រហិតជាអ្នកណាវិនិច្ឆ័យនៅក្នុងធម៌វិន័យវិនិច្ឆ័យនៅក្នុងច្បាប់ទំនៀមទម្លាប់នៅក្នុងព្រះបរមរាជវាំងណាក្រោយមកណាប្រហិតដែលឈ្មោះខណ្ឌហាលព្រាមនោះបានណាមុខតំណែងកាន់តុលាការកាន់អ្នកកាត់ក្តីហើយហ្នឹងក៏ចិត្តហ្នឹងល្មោបលោភលន់ឃើញទេចិត្តហ្នឹងល្មោបលោភលន់នៅក្នុងណាលៀបសក្ការៈបានមកអំពីប្រជាជនកាត់ក្តីមិនត្រឹមត្រូវកាត់ក្តីមិនត្រឹមត្រូវមិនស្របច្បាប់នៅពេលនោះព្រះបាទវសវតីនឹងទ្រង់ជ្រាបបានដកខណ្ឌហាលព្រាមនឹងចេញពីមុខតំណែងហើយក៏ប្រគល់មុខតំណែងនឹងឲ្យទៅណាច័ន្ទកុមារវិញណាប្រគល់មុខតំណែងនឹងឲ្យទៅច័ន្ទកុមារវិញឯខណ្ឌហាលព្រាមនោះតាំងពីថ្ងៃ
ហើយដកតំណែងនោះមកតែងតែកយគុណរំពីមើលទោសរំពីមើលទោសតូចទោសធំរបស់នៅចន្ទកុមារនឹងជានិច្ចណាប៉ុន្តែនៅតែរកចន្លោះនឹងចាប់ថ្នាក់កំហុសរបស់ចន្ទកុមារនឹងមិនបានសោះចាប់កំហុសរបស់ចន្ទកុមារនឹងមិនបានសោះណាក្រោយមករាត្រីណារាត្រីមួយព្រះបវរបិតាទ្រង់សុបិននិមិត្តទ្រង់សុបិននិមិត្តទៅសួរនៅខណ្ឌហាលព្រាហ្មណ៍ទៅសួរខណ្ឌហាលព្រាហ្មណ៍ហ្នឹងថានាយល់សុបិននិមិត្តឃើញថាបានឡើងទៅកាន់ឋានសួគ៌បានឡើងទៅកាន់ឋានសួគ៌ហ្នឹងតើធ្វើបញ្ញកម្មអ្វីណាតើធ្វើបញ្ញកម្មអ្វីទើបបានទៅកើតនៅក្នុងឋានសួគ៌បានពេលនោះខណ្ឌហាលព្រាហ្មណ៍ជាមនុស្សទុច្ចរិតនឹកឃើញដល់រឿងចន្ទកុមារនឹកឃើញដល់រឿងចន្ទកុមារដែលត្រូវព្រះរាជាបានតែងតាំងចន្ទកុមារជំនួសតំណែងរបស់ខ្លួនណាជំនួសតំណែងរបស់ខ្លួនហើយនឹងក៏ប៉ុនប៉ងព្យាបាបប៉ុនប៉ងព្យាបាបដល់ចន្ទកុមារហ្នឹងទើបក្រាបទូលទៅព្រះរាជាហ្នឹងថាណាត្រូវសម្លាប់ព្រះរាជបុត្រណាត្រូវសម្លាប់ព្រះរាជបុត្រ4ព្រះរាជធីតា4អគ្គមហេសី4បរហិតសិទ្ធិ4កហបតី4នឹងជាដើមដើម្បីបូជាចាញ់ដើម្បីបូជាចាញ់ទើបបានទៅកើតឋានសួគ៌បានទេទើបបានទៅកើតឋានសួគ៌បានហ្នឹងខណ្ឌហាលព្រាហ្មណ៍ហ្នឹងបានណាទូលចំពោះណាព្រះរាជាហ្នឹងដូច្នេះទូលចំពោះព្រះរាជាដូច្នេះព្រះរាជាក៏យល់ស្របតាមណាព្រះរាជាក៏យល់ស្របតាមទើបព្រះអង្គត្រាស់ឲ្យបង្គាប់ឲ្យគេចាប់ព្រះពោធិសត្វទៅដាក់នៅក្នុងទ្រង់បំរុងនិងសម្លាប់តែព្រះពោធិសត្វឥតមានការតក់ស្លុតនៅក្នុងសេចក្តីស្លាប់នោះសោះណាប្រជានុរាស្ត្រទាំងឡាយនិងមហេសីណាទទួលចង្វរព្រះរាជាតែព្រះរាជាមិនព្រមតាមណាការសូមបង្វររបស់ព្រះពោធិសត្វនិងការអង្វរនោះទេរបស់ប្រជានុរាស្ត្រនោះទេណាហើយក៏ណាព្រះពោធិសត្វនឹងបានទូលបិតាថាបបិទ្ធបិតាមិនដែលឮថានរណាម្នាក់ដែលសម្លាប់មនុស្សហើយបានទៅកើតឋានសួគ៌នោះមិនមានទេណាបើបិតាសម្លាប់បុត្របណ្ឌិតក៏មិនសម្លាប់តាំងតែពីតូចក្រូចឆ្មាមកមិនក៏មិនសម្លាប់តាំងពីកើតម្ដងទៅមិនចាំបាច់ដល់ធំហើយបានសម្លាប់ដូច្នេះណាត្រង់ពោលយ៉ាងនេះព្រះពោធិសត្វត្រង់ពោលយ៉ាងនេះក៏ព្រះរាជាត្រាស់បញ្ឈប់ពិធីយ៉ាញ់តែខណ្ឌហាលព្រាហ្មណ៍មិនសบายចិត្តទេមិនអាចបញ្ឈប់បានទេទូលព្រះរាជានឹងថាមិនអាចបញ្ឈប់បានទេព្រះរាជាមិនអាចមានព្រះតីមានព្រះហឫទ័យទុនបានទេព្រោះពិធីនេះជាពិធីដែលគេធ្វើបានដោយកម្រព្រះបរមពុរិស័ទទ្រង់ចេះតែខិតខំបំពេញបារមីបានន័យថាខន្តិបារមីមិនប្រទោសទេមិនប្រទោសតបតទេទោះបីព្រានទោះបីព្រាមនឹងខណ្ឌហាលព្រាមនឹងនិយាយពាក្យយ៉ាងណាទូលព្រះបិតានឹងក៏ដោយក៏ចន្ទកុមារនឹងមិនបន្ទោសសារាយមិនតបតចំពោះខណ្ឌហាលព្រាមនឹងទេលោកចន្ទកុមារនិងសូរិយកុមារតែងតែ
រៀបធ្វើនៅការបូជាដល់ព្រះនាងបញ្ចាលធិតាលើកកំបងអញ្ជលីដើម្បីចូលទៅត្រង់ចន្លោះនៃពួកបរិស័ទចំពោះបានក្រាបទូលនៅសច្ចវិជ្ជារបស់ខ្លួនយ៉ាងនេះថាខណ្ឌហាលព្រាមនេះជាមនុស្សយល់ខុសជាមនុស្សយល់ខុសជាមនុស្សធ្វើអំពើបាបកម្មដោយពាក្យសច្ចៈឯណាខ្ញុំម្ចាស់ព្រមព្រៀងព្រមស្លាប់នេះព្រមស្លាប់ជាមួយនឹងស្វាមីតាមពាក្យសច្ចៈនោះភរិយាភរិយាអំបនៅព្រះរាជានោះមនុស្សនឹងអាក្រក់មនុស្សនឹងអាក្រក់ណាស់ចង់និយាយអំពីព្រះពោធិសត្វព្រះពោធិសត្វទោះបីជាថានៅក្នុងគណៈពេលហ្នឹងជាពេលដែលត្រូវតស៊ូជាពេលដែលត្រូវតតាំងដើម្បីឲ្យរួចផុតអំពីទុក្ខទោសនឹងបានប៉ុន្តែមិនតបតប្រព្រឹត្តទៅក្នុងធម៌ហ្នឹងថាបើសិនជាមានអកុសលណាមួយដែលកើតឡើងនៅក្នុងសន្តានចិត្តហ្នឹងបានន័យថាមិនមែនជាតួរបស់ខន្តីទេមិនមែនជាការបំពេញបារមីដ៏ក្រិតក្រមរបស់ព្រះពោធិសត្វទេអញ្ចឹងធ្វើទៅតាមសភាពធម្មតារបស់ធម៌ដែលជាកុសលហ្នឹងផលប្រព្រឹត្តទៅយ៉ាងណាទទួលយ៉ាងហ្នឹងទោះបីជាស្លាប់ក៏មិនតក់ស្លុតដែរមិនតក់ស្លុតចំពោះសេចក្តីស្លាប់ដែលចូលមកដល់ទេនេះគឺជាធម៌ដ៏ជ្រាលជ្រៅរបស់ព្រះពោធិសត្វដែលបំពេញនៅក្នុងបារមីដូចជាខន្តិវេទីតបោះនឹងជាដើមខន្តិវេទីតបោះហ្នឹងក៏ជាអ្នកកាន់នៅធម៌ខន្តីដែរជាអ្នកប្រព្រឹត្តនៅក្នុងធម៌ខន្តីដែរល្អពិសេសវិសាលដែលខន្តីនេះជាពន្លឺជាពន្លឺនៅក្នុងផ្លូវចិត្តរបស់សពសត្វទាំងអស់ដែលប្រព្រឹត្តទៅក្នុងកុសលធម៌ហ្នឹងបានន័យថាមានការអត់ធ្មត់មានការតស៊ូប្រកបដោយកុសលធម៌នៅក្នុងជីវិតរស់នៅហ្នឹងគឺបរិបូរណ៍ទៅដោយសុគតិបរិបូរណ៍ទៅដោយសុគតិបរិបូរណ៍ទៅដោយសុគតិមិនប៉ះពាល់នៅក្នុងអកុសលធម៌ទេចិត្តហ្នឹងមិនបណ្ដោយមិនបណ្ដោយសភាពនៃចិត្តរបស់ខ្លួនហ្នឹងទៅលុកលុយជាមួយនឹងអកុសលធម៌ដែលកើតមានទេឃើញទេរមែងរក្សាចិត្តនៅក្នុងកុសលធម៌ហ្នឹងដដែលទោះបីមានរឿងហេតុណាមួយក៏ដោយក៏រៀនរក្សាចិត្តរបស់ខ្លួនហ្នឹងនៅក្នុងកុសលធម៌ជានិច្ចនេះហើយជាគោលដៅជាគោលដៅរបស់ខន្តិធម៌ណាជាគោលដៅរបស់ខន្តិធម៌ហ្នឹងថាផលហ្នឹងពេលហ្នឹងទៅបីថាជួបទុក្ខលំបាកយ៉ាងណាក៏ដោយក៏ប៉ុន្តែផលដែលអន្តោលទៅក្នុងភពតូចនិងភពធំហ្នឹងគឺរមែងមិនជួបទុក្ខលំបាកហ្នឹងទេមិនជួបនៅក្នុងអកុសលធម៌ហ្នឹងទេអញ្ចឹងក្នុងគោលដៅនៃការត្រាស់ដឹងនៅក្នុងសច្ចធម៌តលតែលះបង់តលតែលះបង់ត្រូវតែមានភាពលះបង់នៅក្នុងពេលបច្ចុប្បន្នហ្នឹងបើសិនជាបច្ចុប្បន្នហ្នឹងយើងលះបង់មិនបានយើងប្រឹងប្រែងយើងតស៊ូមិនបានន័យថាយើងខូចប្រយោជន៍ដល់ភពដតីកំណើតដតីដែលត្រូវមានគុណតម្លៃដែលត្រូវមានគុណសម្បត្តិនៅក្នុងកិច្ចប្រតិបត្តិដ៏ជ្រាលជ្រៅនេះអញ្ចឹងសភាពនៃខន្តិធម៌នេះពេលដែលយើងបានតាំងទុកនៅក្នុងចិត្តប្រកបដោយកុសលធម៌ដ៏ពិសេសវិសាលហើយដែលប្រព្រឹត្តទៅក្នុងធម៌មួយដ៏វិសេសដែលឲ្យឈ្មោះថាអធិវសនខន្តីអធិវសនខន្តីហ្នឹងគឺ
mình bậc khăn tham mình khăn tọp chụp po bậc cố để cố khăn tọp nè bờ bật tu nâng mình bật tu tọp chụp po bậc cốได้bật tu một lời luônอธิเวสนะขันตินะបើក្តៅក្រហាយមិនក្តៅក្រហាយតបចំពោះបុគ្គលដែលក្តៅក្រហាយណាមកលើខ្លួនណាពិសេសអញ្ចឹងមកខន្តីហ្នឹងគឺពិសេសអញ្ចឹងមកជាលក្ខណៈរបស់ខន្តីដែលគឺជាអធិវាសនៈខន្តីមិនប្រទុះចំពោះបុគ្គលដែលប្រទុះមកលើយើងមិនខឹងតបចំពោះបុគ្គលដែលខឹងដែលមានកំហឹងមកលើយើងណាមិនតបតទាំងអស់ណាអំពើដែលជាអកុសលរបស់អ្នកដតីទាំងប្រមាណដែលធ្វើមកលើយើងបានន័យថាយើងមិនតបតយើងមិនប្រឆាំងតបតដើម្បីឲ្យខូចនៅក្នុងកុសលធម៌ទេឃើញទេជាលក្ខណៈដ៏ពិសេសពេលដែលយើងមិនតបតនិយាយថាពេលដែលយើងមិនតបតនៅក្នុងគុណតម្លៃពេលដែលយើងមិនតបតហ្នឹងគឺមានផលឡានិសង្ឃច្រើនណាស់មានគុណសម្បត្តិច្រើនណាស់ពេលដែលយើងមិនខឹងតបពេលដែលគេខឹងយើងមិនខឹងតបហ្នឹងមានគុណសម្បត្តិច្រើនណាស់យើងមើលភាពជាក់ស្ដែងដឹងយើងមើលភាពជាក់ស្ដែងដឹងថាពេលដែលគេខឹងយើងបើសិនតែយើងតបខឹងទៅគេវិញតើវាមានរឿងអីកើតឡើងឃើញទេវាមានរឿងអីកើតឡើងសម្រាប់ជីវិតពេលបច្ចុប្បន្នហ្នឹងយើងមើលទៅដឹងច្បាស់ហ่ะតែអញ្ចឹងអធិវាសនៈខន្តីនេះបានន័យថាមិនត្រូវតបណាមិនត្រូវតបមិនត្រូវតបមិនត្រូវឲ្យបញ្ហាតូចទៅជាបញ្ហាធំទេឃើញទេមិនឲ្យបញ្ហាតូចទៅជាបញ្ហាធំទេណាអ្នកដែលមានអធិវាសនៈខន្តីនេះអ្នកដែលមានខន្តីធម៌នេះហើយបរិបូរទៅដោយការបំពេញទានរក្សាសិលនេះទេបរិបូរទៅដោយបំពេញទានរក្សាសិលពេលដែលអស់អាយុទៅក៏ទៅកាន់ឧបបត្តិក្នុងទេវលោកទៅកើតនៅក្នុងទេវលោកនេះទេកើតនៅក្នុងទេវលោកមិនបានទៅកើតនៅក្នុងទីអាក្រក់ទេនេះទេមិនបានផលទៅកាន់ទីអាក្រក់ទេមិនបានផលទៅកាន់ទុគតិទេទុគតិហ្នឹងគឺមិនមានទេទោះបីជាថាពេលហ្នឹងណាគេបៀតបៀនយើងឃើញទេគេបៀតបៀនយើងដោយយើងជាអ្នកកាន់នៅខន្តិធម៌មិនបៀតបៀនតបតណាមិនបៀតបៀនតបតពេលហ្នឹងយើងតស៊ូយើងអត់ទ្រាំលំបាកបើសិនជាក្នុងលក្ខខណ្ឌថាពេលដែលដាច់ជីវិតពេលហ្នឹងគឺវាមានផលវែងឆ្ងាយមានផលវែងឆ្ងាយនៅក្នុងការអន្តោលទៅនៅក្នុងភពតូចនិងភពធំគឺបរិបូរទៅដោយសុខបរិបូរទៅដោយសុខចឹងហើយបានជានៅក្នុងកុសលធម៌នេះលោកប្រាប់ថាលោកបញ្យល់ថាបើសិនជាអ្នកត្រេកអរជាមួយនឹងកុសលធម៌បើសិនបើយើងទាំងអស់គ្នានេះត្រេកអរជាមួយនឹងអកុសលធម៌មិនត្រេកអរជាមួយកុសលធម៌អ្នកដែលត្រេកអរជាមួយនឹងកុសលធម៌អ្នកដែលត្រេកអរជាមួយនឹងអកុសលធម៌រស់នៅអស់រយនៃឆ្នាំក៏មិនស្មើនឹងអ្នករស់នៅត្រេកអរក្នុងកុសលធម៌សំបីតែរស់មួយថ្ងៃរស់នៅត្រឹមតែមួយថ្ងៃប៉ុន្តែត្រេកអរជាមួយនឹងអំពើល្អតែបើយើងរស់នៅហើយត្រេកអរតែនៅក្នុងអំពើអាក្រក់ធ្វើតែអំពើអាក្រក់រស់នៅអស់រយនៃឆ្នាំក៏មិនប្រសើរឡើយណាក៏មិនប្រសើរឡើយនៅក្នុងជីវិតរបស់ខ្លួននេះជាចំណុចពិសេសដែលយើងត្រូវចងចាំទុកដែលយើងត្រូវអនុវត្តដែលយើងត្រូវប្រព្រឹត្តនៅក្នុងធម៌ខន្តីនេះដើម្បីឲ្យសភាពនៃចិត្តរបស់យើងសភាពនៃចិត្តរបស់យើងដែលផ្គងឡើងទៅកាន់សមាធិចិត្តនេះកងឡើងទៅកាន់សមាធិចិត្តនៃកម្មដ្ឋាននីមួយនេះបើយើងបរិបូរទៅដោយខន្តីនេះ
ban này thà chật nắng bằng áo cho từ căn sự hiệu ngọc nắng bàn lươn nè đói âm nátในคันไตถอចូលទៅក្នុងចំណុចទី7ទាក់ទងជាមួយនឹងសច្ចៈសច្ចៈនេះគឺយើងនិយាយអំពីពាក្យពិតណាសេចក្តីពិតណាដែលសង្កត់ទៅលើពាក្យសម្ដីដែលសង្កត់ទៅលើពាក្យសម្ដីមនុស្សយើងសពថ្ងៃបានន័យថាស្រ័យនឹងពាក្យសម្ដីនឹងច្រើនណាស់ពាក្យសម្ដីនេះពេលដែលចម្រើនសមាធិកម្មដ្ឋាននេះបើយើងនិយាយច្រើនបានន័យថាពិបាកណាបើយើងនិយាយច្រើនណាទោះបីនិយាយអីក៏ដោយមិនទាន់បានចូលទៅដល់ពាក្យថាសច្ចៈពាក្យពិតឬក៏ពាក្យមិនពិតនឹងក៏ដោយតែយើងនិយាយច្រើនបានន័យថាពិបាកនៅក្នុងការចម្រើនណាពិបាកនៅក្នុងការចម្រើនប្រកម្មដ្ឋានណាតលតែរៀនអត់ធន់តលតែរៀនខន្តិហ្នឹងហើយណាទៅរៀនអត់ធ្មត់នៅក្នុងសម្ដីពាក្យសម្ដីហ្នឹងហើយណាត្រូវពិចារណារៀនពោលរៀនស្ដីរៀនថារៀនពោលរៀនស្ដីរៀនថាពាក្យណាដែលអាត្មាអញគួរនិយាយពាក្យណាដែលអាត្មាអញមិនគួរនិយាយឱកាសណាដែលអាត្មាអញគួរនិយាយឱកាសណាដែលអាត្មាអញមិនគួរនិយាយអញ្ចឹងពាក្យសម្ដីនេះសំខាន់ណាស់ពាក្យសម្ដីនឹងសំខាន់ណាស់បើយើងមិនយល់អំពីណាការពោលពាក្យនេះទេពិបាកហើយពិបាកហើយមិនត្រឹមតែធ្វើសមាធិចិត្តទេមិនត្រឹមតែធ្វើសមាធិទេទោះបីតែធ្វើអ្វីដតីទៀតហ្នឹងបើយើងនិយាយច្រើនក៏ពិបាកដែរឃើញទេបើនិយាយមិនពិតក៏វាពិបាកដែរនេះនៅក្នុងសច្ចៈក្នុងសច្ចៈហ្នឹងសំខាន់ណាស់អ្វីដែលជារឿងពិតអ្វីដែលទៀងដែលត្រង់អ្វីដែលវាមិនខុសនឹងជាលក្ខណៈរបស់ណាសច្ចៈហើយយើងពោលយើងស្ដីយើងថាទៅតាមអ្វីដែលមើលឃើញទៅតាមអ្វីដែលស្ដាប់ឮទៅតាមអ្វីដែលដឹងនេះជាសច្ចៈអញ្ចឹងសច្ចៈនេះប្រភពរបស់សច្ចៈហ្នឹងគឺកើតមកអំពីចេតនាចង់ដឹងអំពីសេចក្តីពិតប្រភពហ្នឹងគឺសេចក្តីពិតចង់ដឹងចង់ឃើញអំពីសេចក្តីពិតចង់រក្សាសេចក្តីពិតនិងចង់ដើរតាមសេចក្តីពិតនៅក្នុងជីវិតរបស់យើងម្នាក់ណាត្រូវតែទៅផ្លូវហ្នឹងណាត្រូវតែទៅផ្លូវហ្នឹងបានន័យថាក្នុងដំណើរនៃជីវិតរបស់យើងម្នាក់នេះសម្រាប់ការដឹងណាដែលជាលក្ខណៈពិសេសមួយរបស់ចិត្តយើងណាបើសិនជាការដឹងរបស់យើងប្រឆាចអំពីសេចក្តីពិតបើសិនជាការដឹងរបស់យើងប្រឆាចអំពីសេចក្តីពិតតែយើងមិនដឹងទេតែយើងមិនបានដឹងច្បាស់ថានឹងជាសេចក្តីពិតឬក៏មិនពិតទេឃើញទេយើងអត់ដឹងទៅទៀតណាអត់ដឹងថានឹងជារឿងពិតឬក៏រឿងមិនពិតទៀតយើងយល់ច្រឡំថាបើរឿងមិនពិតយើងច្រឡំថាពិតបើរឿងពិតច្រឡំថាមិនពិតតែការចង់ដឹងនៅក្នុងចេតនានេះបានន័យថាសេចក្តីពិតយ៉ាងណាទៅសេចក្តីពិតនោះសេចក្តីពិតនេះគឺជារឿងមួយដ៏ពិតប្រាកដមិនអាចប្រែคล้ายទៅប្រការៈដតីណាបានទេសេចក្តីពិតហ្នឹងទាំងសេចក្តីពិតថាมันអាចកែប្រែมันអាចប្រែคล้ายទៅជាប្រការណាបានទេពាក្យអាក្រក់ដូចជាពាក្យអាក្រក់តែនិយាយហើយมันអាចកែប្រែមកល្អវិញកើតទេនិយាយទៅហើយมันអាចលុបឃើញទេมันអាចលុបបានទេมันអាចមកថាត្រូវវិញកើតទេដែលនិយាយទៅខុសហើយគឺខុសហើយខុសគឺខុសហើយ
có hay chẳng hay ban bồ rán thà sầm đầy hô ní vì ọt miền ấy chùa tê rồi niệm bạ gió rồi niệm chùa tái ba sầm đầy hô ní vì ọt miền ấy chùa cả tê sầm đầy khó hay vì ọt miền ấy chùa khó nâng cả tê về hô hay cứ hô hay chẳng ban này thà chế tình á đẹp con lớn chọn đấng âm bí xịt đầy bịch xịt đầy bịch nó dạng nàoแต่ก็ได้ปัดได้chỉ lẽ cái nát rồi bỏ sạch chạm điวันในท่าแต่เพียบว่านั้นมันกลายปลายตีเพียบว่านั้นมันกลายปลายตีปัดโดยสัจจะบรมัตอย่างนี้ปัดโดยบรมัตถอปัดโดยบรมัตถอแต่ในขนมชีวิตระบาดอย่างนี้ชีวิตสัตว์ต่างสองขาต่างลายต่างปวงนี้คือกำปองตายประพฤติตัวขนมสัจจะนั่งจิตผมได้เยอะเมื่อมันเคยอย่างพิสัจจะบรมัตนั่งที่ยังดำน้าประพฤติตัวจ้องดังอัมพิสิกได้ปิดยังตีมวยปีจ้องรักษาสิกได้ปิดจ้องรักษาสิกได้ปิดหายจ้องอนุวัตจ้องดาวตามสิกได้ปิดนั่งเชื่อประพบระบสัจจะนั่งเชื่อประพบระบสัจจะคือเติมแต่ปิดประกอบจังหมอเอาไว้ก็ได้เพื่อไว้ก็ได้ก็เติมการสิกได้ปิดเพื่อไว้ก็ได้ก็เติมการเตียงตรองเพื่อตามหน้าก็ได้คือเพื่อตามเนี่ยได้เพื่อเติมตรองหล่อนั่งเชื่อประพบระบสัจจะและคณะระบสัจจะเมียนเครื่องสมกอลท่าแต่ก็ได้ปิดแต่ก็ได้ปิดที่ดำน้ำเตียงตอดนั่งจีเพียบสมอตรองนั่งสุจริตนี่แหละเด็กน้องนั่งลบสงเคราะห์เด็กน้องเพียบสมอตรองนั่งสุจริตนี่จีตัวระบบสัจจะนี่สมอตรองนั่งสุจริตจีตัวระบบสุจริตจีตัวระบบสัจจะยี่แหละกันนะมวยดอปิเสได้ยืงดังได้ยืงตรดังเด็กน้องชีวิตระบบยืงท่าbà dương miên suy chật bà dương miên suy chật bà dương tiền tròn hái bà này thà đầm nợ nó chỉ lẽ cái nạ rồi bỏ sạch chạ thôi chỉ lẽ cái nạ rồi bỏ sạch chạ thôi suy chật làm chỉ vật rồi bỏ dương nó cứ dương trâu ca chỉ tí bầm phật mình miên rồi na mình nè trâu ca tôi chật thôi đi mình miên là na mình nè trâu ca tôi chật thôi điคือตรึกาสุจริตการประพฤติหล่อไปหอยตื้อสมบัติแต่ยืงที่คุณหอทายยืงที่มันนุ่งหักเกราะช่อสมบัติแต่ยืงที่มันนุ่งหักเกราะนั่งก็ยืงตรึกจองบ้านเนี่ยสุจริตได้ตรึกจองบ้านเนี่ยสุจริตได้ตรึกจองบ้านเนี่ยสุจริตได้บ่ตรึกาเชื่อหรือnó na mà nè thôi cá có trâu cá chưa rứa nè suy chật đại nè để tiếng tròn đại nè để che po bịa sa chạ đại cái đấy cứ lệ cái nạ vì xe đây chỉ lệ cái nạ rồi bỏ là suy chật nó cứ bằng hai oi khơi sa miên sa chạ thọ miên côn đầm lấy nó không sa chạ thọ với nè để bo rồi bố từ đây sa chạ thọ ní tập hiệp này chật lư thảเพียบในจัดพลือทลาโอ้ยบาสันจีจัดระบอบยืงบานดมกอลนกนงสมาธิจัดยืงจ้องดมกอลสมาธิจัดเว้นคือเงี้ยรู้ละโรจีเนี่ยได้เมียนกุศลท้อเมียนสุจริตเตียงตรองนกนงนังหายมันบริโภคแต่น้อยตุจริตตีขนมกิจจำร้านสมาธินึงถ้าบาสันจียืงบริโภคแต่น้อยสุจริตหายวันนี้ท่าปรบปีทลายทลาในขนมไก่จำรานแต่บาสันจีในขนมจัดระบายยืงบริโภคตัวดอยตุ้จริตทอมันเตียงตรองวันนี้มันปัดมันเตียงมันตรองจังปีบะอังกุยะเห็นอยู่ปีบะจำรานนะปีบะจำรานสมาธินะพอยืงจัดยืงไปอดเตียงตรองจัดยืงไปอดสุจริตนะจีตุ้
ជាទុច្ចរិតធម៌កាយទុច្ចរិតវិជ័យទុច្ចរិតមโนទុច្ចរិតហ្នឹងវាអាក្រក់ទាំងអស់ដល់តែពេលអាក្រក់ហើយពិបាកណាស់ពិបាកនៅក្នុងការអប់រំចិត្តហ្នឹងចិត្តរបស់យើងមិនមានពូជកុសលធម៌វាអត់មានពូជកុសលធម៌ទេវាមានតែពូជអកុសលធម៌ពេលដែលបរិបូរទៅដោយពូជអកុសលធម៌ហើយឲ្យមើលឃើញនៅក្នុងសភាពនៃសេចក្តីស្ងប់ហ្នឹងពិបាកមើលឃើញណាស់ពិបាកទៅមើលឃើញណាស់มันងាយទេมันងាយនឹងបរិបូរมันងាយនឹងដាក់ចិត្តនឹងធ្លាក់ចុះទៅក្នុងប្រកម្មដ្ឋាននឹងបានល្អប្រកបដោយអង្គប្រកបនៃការចម្រើនសមាធិទេមិនងាយទេចឹងហើយត្រូវតែបង្អោនចិត្តនឹងទៅស្គាល់អោនចិត្តនឹងទៅស្គាល់សច្ចធម៌បង្អោនចិត្តនឹងទៅស្គាល់ទៀងត្រង់ភាពទៀងត្រង់បង្អោនចិត្តនឹងទៅរកសុចរិតធម៌ណាអោនចិត្តនឹងទៅរកសុចរិតធម៌បានងាយស្រួលនៅក្នុងការចម្រើនសមាធិប្រកម្មដ្ឋាននេះអញ្ចឹងយើងដឹងអំពីគោលហ្នឹងណាទី3កិច្ចណាកិច្ចរបស់សច្ចៈហ្នឹងមានមុខងារខាងអូសទាញសន្តានចិត្តរបស់សត្វឲ្យដើរតាមផ្លូវពិតអូសទាញសន្តានចិត្តរបស់សត្វហ្នឹងឲ្យដើរតាមផ្លូវពិតតែបើមិនមានសច្ចៈហ្នឹងទេពិបាកដើរតាមផ្លូវពិតណាចិត្តរបស់យើងហ្នឹងតាមប្រព្រឹត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងมันបានដើរទៅតាមផ្លូវពិតដោយសារតែយើងមិនមានសច្ចៈដោយសារតែយើងមិនមានសច្ចៈអញ្ចឹងសច្ចៈនេះមានតួនាទីមានមុខងារអូសទាញសន្តានចិត្តនៃសត្វឲ្យដើរតាមសេចក្តីពិតឲ្យដើរតាមពាក្យទៀងត្រង់ឲ្យដើរតាមដំណើរទៀងត្រង់ឲ្យដើរតាមពាក្យជាឲ្យដើរតាមភាពសុចរិតធម៌ណាដើម្បីកាត់បន្ថយនៅការយាយីនៃអំណាចនៃសង្ខារធម៌ទាំងឡាយណាដែលតែងតែលបងលួងលោមសត្វលោកទាំងអស់ឲ្យធ្លាក់ចុះនៅក្នុងរណ្ដៅនៃសេចក្តីទុក្ខសោកឃើញទេដែលសង្ខារធម៌ទាំងឡាយដែលប្រព្រឹត្តទៅនៅក្នុងជីវិតរបស់យើងម្នាក់នេះប្រសិនបើយើងទាំងអស់គ្នានេះមិនមានសច្ចធម៌ទេឃើញទេបើយើងមិនមានសច្ចធម៌ទេសង្ខារធម៌ទាំងឡាយហ្នឹងទាញយើងទម្លាក់ទៅក្នុងសេចក្តីទុក្ខសោកឃើញទេទាញយើងទម្លាក់ទៅក្នុងសេចក្តីទុក្ខនិងសោកជានិច្ចជានិរន្តរ៍มันបានសុខទេយើងសង្ខារធម៌ហ្នឹងវាជាទុក្ខស្រាប់ហើយឃើញទេសង្ខារធម៌ដែលកើតមកហ្នឹងជាទុក្ខស្រាប់ហើយដល់តែការប្រព្រឹត្តរបស់យើងនៅក្នុងពេលបច្ចុប្បន្នចំពោះសង្ខារធម៌ដែលកំពុងតែមាននេះវាមិនប្រកបទៅដោយសច្ចធម៌ទៀតបានន័យថាទៅរុញច្រានណាទៅលបួងលួងលោមសត្វលោកទាំងអស់ឲ្យធ្លាក់ចុះក្នុងរណ្ដៅនៃសេចក្តីទុក្ខដោយអំណាចនៃការយាយីអំពីដោយអំណាចយាយីអំពីសង្ខារធម៌ពួកសង្ខារធម៌ទាំងឡាយសង្ខារធម៌ទាំងឡាយជាទុក្ខខារធម៌ទាំងឡាយជាទុក្ខដែលយើងមិនបានសិក្សានៅក្នុងសច្ចធម៌នេះទេមិនបានយល់ដឹងអំពីសច្ចធម៌នេះទេបើគ្មានសច្ចធម៌មួយហើយសង្ខារធម៌នោះជាខណ្ឌទាំងឡាយនឹងខារធម៌នឹងមានខណ្ឌជាដើមនឹងវានាំឲ្យយើងមានសេចក្តីទុក្ខប៉ុណ្ណឹងហើយយើងអនុវត្តយើងប្រតិបត្តិមិនប្រពៃថែមពីលើនឹងទៀតយើងមិនមានសច្ចធម៌ទៀតយើងបរិបូរទៅដោយទុច្ចរិតយើងមិនទៀងមិនត្រង់នឹងថែមទៀតវាទុក្ខវាទោសទម្ងន់ទៅលើសច្ចធម៌ទៅលើសង្ខារធម៌នឹងកាន់តែខ្លាំងទៅមានទុក្ខកាន់តែខ្លាំងទៅព្រោះតែយើងមិនមានភាពទៀងត្រង់ព្រោះតែយើងមិនមានភាពទៀងត្រង់มันមានកិច្ចប្រតិបត្តិដ៏ពិសេសឃើញទេมันមានកិច្ចប្រតិបត្តិដ៏ពិសេសអញ្ចឹងហើយជីវិតរបស់យើងនេះគឺប្រព្រឹត្តទៅជាទុក្ខ
ប្រព្រឹត្តទៅជាទុក្ខព្រោះតែណាសង្ខារធម៌ទាំងឡាយដែលយើងមិនបានអប់រំប្រព្រឹត្តទៅនៅក្នុងគោលនៃពាក្យទៀងត្រង់គោលនៃការអត់ធន់គោលនៃការប្រឹងប្រែងឃើញទេវាអត់មានណាវាអត់មានគោលនៃការអត់ធន់អត់មានគោលនៃការប្រឹងប្រែងអត់មានគោលនៃពាក្យនៃការទៀងត្រង់ស្មោះត្រង់ណាអញ្ចឹងទៅសង្ខារធម៌ហ្នឹងគឺប្រព្រឹត្តទៅទុកបន្ថែមទៅទៀតឃើញទេប្រព្រឹត្តទៅនឹងសេចក្តីទុកហ្នឹងបន្ថែមទៅទៀតអញ្ចឹងធ្វើឲ្យយើងណាមិនបានសុខទេពេលដែលយើងមិនបានសុខហើយទេពេលដែលយើងមិនបានសុខហើយដល់ទៅពេលដែលយើងចម្រើនសមាធិនឹងទៀតថាវាពិបាកនឹងដាក់ចិត្តចុះទៅក្នុងសេចក្តីស្ងប់នឹងណាពិបាកមិនងាយទេព្រោះយើងនឹងបរិបូរទៅដោយសេចក្តីទុក្ខទៅហើយយើងនឹងបរិបូរទៅដោយទុច្ចរិតទៅហើយចឹងហើយមិនងាយនៅក្នុងការចម្រើនទេមិនងាយនៅក្នុងការតម្កល់ចិត្តទេចិត្តយើងនេះបើយើងចិត្តរបស់យើងនេះរាល់ថ្ងៃនេះចិត្តរបស់យើងនេះដែលតម្កល់ទៅបាននឹងណល្អដោយសារតែចិត្តរបស់យើងត្រជាក់ដោយសារតែចិត្តរបស់យើងបានបអប់រំនៅក្នុងសេចក្តីត្រជាក់ត្រជុំនៅក្នុងធម៌ទេតែបើឲ្យចិត្តយើងមានទុក្ខលំបាកមកឲ្យតម្កល់នៅនឹងណថាมันងាយទេมันងាយទេมันមានចិត្តអាណាមកនឹងណព្រោះតែអកុសលធម៌កើតទេអត់មានទេមានតែកុសលធម៌មួយគត់មានតែភាពត្រជាក់ត្រជុំមួយគត់ដែលញ៉ាំងនៅចិត្តរបស់យើងនឹងឲ្យតម្កល់បានល្អប្រពៃថ្លៃថ្លានឹងញាតិញោមត្រូវដឹងអញ្ចឹងត្រូវដឹងត្រូវមើលត្រូវយល់អញ្ចឹងមានតែកុសលធម៌ទេមានតែពាក្យទៀងត្រង់មានតែទៀងត្រង់មានតែស្មោះត្រង់នឹងហើយដែលធ្វើឲ្យយើងនេះបានបង្អោនចិត្តទៅកាន់សេចក្តីស្ងប់នោះបានល្អកាន់សេចក្តីស្ងប់នឹងបានល្អដល់អំណាចយើងទាំងឡាយបានរងាប់នៅក្នុងសង្ខារធម៌ទាំងឡាយនឹងហើយដូចជានៅក្នុងការចម្រើនព្រះអនាបាហ្នឹងក៏មានដែររងាប់នៅកាយសង្ខារដកដង្ហើមចេញរងាប់នៅកាយសង្ខារដកដង្ហើមចូលន័យថាយ៉ាងម៉េចយើងគិតមើលថាបែបណាបែបណារងាប់នៅកាយសង្ខារនឹងហើយដកដង្ហើមចេញរងាប់នៅកាយសង្ខារនោះដកដង្ហើមចូលបានន័យថាសង្ខារធម៌ទាំងឡាយត្រូវប្រព្រឹត្តប្រកបដោយកុសលធម៌ឃើញទេណាទោះបីសភាពពេលនឹងសង្ខារធម៌នឹងជាទុក្ខក៏ដោយឃើញទេសង្ខារធម៌នឹងឲ្យផលមកជាទុក្ខក៏ដោយឃើញទេយើងរងាប់នៅសេចក្តីទុក្ខនឹងហើយទៅដកដង្ហើមចេញរងាប់នៅសេចក្តីទុក្ខនឹងហើយទៅដកដង្ហើមចូលនេះជាសភាពដែលហាត់ពត់ចិត្តរបស់យើងណាសភាពហាត់ពត់ចិត្តរបស់យើងឲ្យរៀនចេះលះអំពីទុក្ខលំបាកដែលវាមានមកនៅក្នុងជីវិតរបស់យើងណាកុំឲ្យការដកដង្ហើមចេញដង្ហើមចូលរបស់យើងដកទៅទាំងទុក្ខណាទាំងទុក្ខទាំងលំបាកទាំងទុក្ខទាំងលំបាកណាឲ្យការដកដង្ហើមចេញដង្ហើមចូលរបស់យើងលះបង់អាទុក្ខលំបាកនឹងហើយដកដង្ហើមចេញលះបង់ទុក្ខលំបាកដកដង្ហើមចូលហ្នឹងហើយជាពាក្យដែលថារងាប់នៅសង្ខារធម៌រងាប់នៅសង្ខារដកដង្ហើមចេញរងាប់នៅកាយសង្ខារដកដង្ហើមចូលរងាប់កាយសង្ខារដកដង្ហើមចេញមានន័យដ៏ជ្រាលជ្រៅអញ្ចឹងហើយក្នុងធម៌នឹងមានន័យដ៏ជ្រាលជ្រៅអញ្ចឹងហើយបើយើងបរិបូរទៅដោយទុក្ខលំបាកប្រព្រឹត្តទៅក្នុងសង្ខារទុក្ខនឹងហើយទៅអនុវត្តទៅប្រតិបត្តិនៅក្នុងប្រកម្មដ្ឋានហ្នឹងថាវាពិបាកនឹងដើរចុះទៅកាន់សេចក្តីស្ងប់ដោយអំណាចនៃអកុសលនឹងណាមានតែកុសលធម៌ទេដែលអាចនាំចិត្តរបស់យើងនេះឲ្យបង្អោនចុះទៅកាន់សភាវៈស្ងប់បានអញ្ចឹងហើយទោះបីយ៉ាងណាក៏ដោយនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងក៏ដោយទោះបីជួបនៅក្នុងអារម្មណ៍ដែលជាទីពេញចិត្តក៏ដោយតែមិនជាទីពេញចិត្តក៏ដោយបានន័យថាត្រូវរៀនរក្សាចិត្តនឹងឲ្យជាចិត្តដែលប្រព្រឹត្តទៅក្នុងកុសលធម៌រក្សាចិត្តរក្សាចិត្តកុំឲ្យចិត្តនឹងបាចសាយភាយទៅក្នុង
កុសលធម៌ហ្នឹងច្រើនជាងកុសលធម៌ព្រោះថាដល់អំណាចនៃកុសលធម៌នេះបានយើងបានឱកាសបានយើងមានពេលវេលាបានយើងមានគុណតម្លៃដល់ប៉ុណ្ណឹងយើងមានគុណតម្លៃដល់ប៉ុណ្ណឹងគឺដោយសារកុសលធម៌ណាមិនមែនដោយអកុសលធម៌ណានេះមួយទេពេលដែលអកុសលធម៌ឲ្យទុកឲ្យផលវាមិនមែនជាសុខទេណាពេលដែលបាបវាឲ្យផលបានន័យថាឲ្យមកជាទុកហើយជាទុកលំបាកហើយមិនមែនឲ្យសុខអញ្ចឹងទេតែឲ្យសុខហ្នឹងជាតួកុសលធម៌ហើយតែបើឲ្យសុខជាតួកុសលធម៌អញ្ចឹងយើងនេះត្រូវអនុវត្តត្រូវប្រតិបត្តិនៅក្នុងកុសលធម៌ហ្នឹងរឿយមិនត្រូវលះបង់ទេមិនត្រូវលះបង់នៅកុសលធម៌ទៅអនុវត្តទៅប្រព្រឹត្តអកុសលទេមិនត្រូវលះបង់កុសលត្រូវចាប់យកអកុសលនឹងទេត្រូវរៀនឲ្យជាប់ទន្ទិញឲ្យជាប់ណានៅសេចក្តីពិតថាកុសលធម៌នាំអាត្មាអញឲ្យបានសុខឃើញទេកុសលធម៌នាំអាត្មាអញឲ្យបានសុខអកុសលធម៌នាំអាត្មាអញឲ្យបាននៅសេចក្តីទុក្ខនេះជាសច្ចៈឃើញទេនេះជាសច្ចៈនេះជាសច្ចៈមួយកុសលធម៌នាំអាត្មាអញឲ្យបានសេចក្តីសុខអកុសលធម៌នាំអាត្មាអញឲ្យបានសេចក្តីទុក្ខនេះជាសច្ចៈមួយដែលយើងត្រូវទន្ទិញឲ្យចាំណាដែលយើងត្រូវទន្ទិញឲ្យចាំនៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃទន្ទិញឲ្យចាំឲ្យមើលឲ្យឃើញអំពីលក្ខណៈនៃសច្ចៈហ្នឹងតើកុសលធម៌ដល់ផលមកជាសុខមែនឬក៏យ៉ាងណាឃើញទេមែនឬក៏យ៉ាងណាអញ្ចឹងយើងមើលតាមហ្នឹងយើងសិក្សាទៅតាមហ្នឹងយើងមើលឲ្យឃើញឲ្យច្បាស់ឲ្យជាក់ឲ្យលាក់នៅក្នុងជីវិតរបស់យើងពេលបច្ចុប្បន្នហ្នឹងបានប្រសើរនៅក្នុងកុសលធម៌ហើយតែបើសិនជាយើងមិនបានអនុវត្តមិនបានប្រតិបត្តិនៅក្នុងគោលធម៌ក៏ពិសេសក្រិតក្រមនេះទេដែលយើងមកបំពេញនៅក្នុងកិច្ចប្រតិបត្តិនេះពេលយើងប្រាថ្នានៅក្នុងកិច្ចប្រតិបត្តិនេះបានន័យថាធ្វើទៅវាមិនបានផលចិត្តរបស់យើងដែលអនុវត្តដែលប្រតិបត្តិទៅវាបានផលតិចតួចណាវាបានផលតិចតួចណាជួនណាទៅយើងធ្វើសមាធិទៅធ្វើហើយអញ្ចឹងទៅធ្វើយូរទៅកាន់តែខឹងច្រើនទៅធ្វើយូរទៅកាន់តែប្រកាន់ច្រើនទៅធ្វើយូរទៅអាសភាវៈអាក្រក់ហ្នឹងកាន់តែកើតឡើងច្រើនទៅវាបរិបូរទៅដោយភាពអាក្រក់ព្រោះពេលដែលយើងចម្រើនហ្នឹងវាមិនមែនចម្រើនកុសលណាយើងមិនបានយល់អំពីកុសលធម៌យើងចម្រើនតែអកុសលអញ្ចឹងវាបបោទៅដោយនិវរណៈដដែលចម្រើនលះនិវរណៈពេលចម្រើនគឺលះនិវរណៈតែបើមិនយើងមិនបានយល់ច្បាស់នៅក្នុងនឹងទេយើងទៅចម្រើនតែនិវរណៈដដែលចម្រើនតែអកុសលធម៌ដដែលឲ្យកុសលធម៌ប៉ោងឡើងកាន់តែខ្លាំងឡើងច្រើនឡើងដដែលពីមុនមកមិនសូវកាចដល់ពេលរៀនសមាធិកាន់តែកាចហ្នឹងហើយតែដែលវាមិនត្រូវដែលវាមិនត្រូវបានន័យថាបើពីដើមមកលោតបូតរៀនសមាធិហើយរឹតតែស្លូតបូតថែមនឹងទៀតរឹតតែល្អជាងនឹងទៅទៀតពីដើមមកកាចដល់ពេលមករៀនសមាធិហើយបានន័យថាស្លូតបូតរៀបសារក្រៃលែងបរិបូរទៅដោយគុណធម៌ណានឹងច្បាស់ហ្នឹងជាផ្លូវសមាធិហើយណាពីដើមមកធ្លាប់តែរសេមរសាមរពើរវាយនិយាយស្ដីមិនដឹងខុសមិនដឹងត្រូវមិនដឹងបងមិនដឹងប្អូនមិនដឹងណាមិនដឹងណីតែរៀនសមាធិហើយនិយាយស្ដីល្អហ្នឹងផ្លូវត្រូវហើយផ្លូវត្រូវសម្រាប់អ្នកប្រតិបត្តិសមាធិតែបើសមាធិហើយនិយាយទៅបែកទៅណាទៅណីចប់ហើយនឹងខូចធរយល់ហើយខូចគេខូចឯងគេខូចឯងហ្នឹងមិនមែនចឹងទេអញ្ចឹងរៀនសមាធិនេះវាតលតែមានពូជល្អឃើញទេតលតែរៀនសន្សំពូជល្អនៅក្នុងសន្តានចិត្តសំពូជល្អនៅក្នុងសន្តានចិត្តចោះបើរឿងរ៉ាវសពថ្ងៃតែយើងជួបថាគ្នាហ្នឹងមានទុកលំបាកណាមានទុកលំបាកខ្លាំងណាស់បានជាមកសមាធិពិបាកចិត្តខ្លាំងណាស់
ban mau sả mát thị ban ta dương mau sả mát thị nâng ban ta còn đấy tập hiệpในចិត្តនឹងថាដាក់ទៅឲ្យវារីករាយឲ្យវាសុខស្ងប់ថាវាមិនងាយទេវានៅតែជួបនៅរឿងអាក្រក់នៅក្នុងផ្លូវចិត្តនឹងទាញទៅទាញមកទាញទៅទាញមកនឹងមិនងាយទេតំណងតែយើងនេះអប់រំនៅក្នុងសិលរាល់តែថ្ងៃហើយគេអប់រំនៅក្នុងសិលរាល់តែថ្ងៃពិបាកនៅក្នុងការអប់រំណាស់ពិបាកនៅក្នុងការទាញចិត្តឲ្យចុះទៅក្នុងកន្លងនៃសេចក្តីស្ងប់ណាស់ក៏ទម្រាំដែលយើងមិនដែលទាន់បានស្គាល់សិលឃើញទេមិនទាន់បានស្គាល់សិលមិនទាន់បានស្គាល់សិក្ខាបទមិនទាន់បានស្គាល់អីថែមពីនឹងទៀតរឹតតែពិបាកចឹងហើយទោះបីបានស្គាល់ក៏ដោយមិនបានស្គាល់ក៏ដោយតែយើងស្គាល់គោលធម៌សំខាន់ថាល្អនិងអាក្រក់ល្អនិងអាក្រក់ទុកនិងសុខឃើញទេទុកនិងសុខបើយើងស្គាល់ល្អនិងអាក្រក់ហើយបង្អោនចិត្តរក្សាចិត្តរបស់យើងឲ្យនៅតែក្នុងល្អសភាពល្អនៅក្នុងជីវិតបានន័យថារួចហើយចឹងសមាធិចិត្តរបស់យើងកើតមាននៅក្នុង